សូមជូនរឿងកុមារកូនស្រីផ្កាមាសពីវីរៈរបស់សត្វលោកមិនដែលសាបសូន្យកាលព្រះសម្មាសម្ពុទ្ធគង់នៅក្នុងវត្តចេតពុននាក្រុងសាវត្ថីកាលនោះមានឧបាសកឧបាសិកាមានសទ្ធាជ្រះថ្លានាំគ្នាធ្វើរោងបារម្ភនៅក្នុងព្រះនគរហើយចាត់ចែងប្រគេនចង្ហាន់ព្រះសង្ឃកាលនោះមានកុមារមួយរូបជាអ្នករឹងរូសអន្តពាលឃើញឧបាសកឧបាសិកាដឹកជញ្ជូនយកបង្អែមចម្អាបទៅប្រគេនព្រះសង្ឃក៏និយាយចំអកឲ្យថាយកទៅចាក់ចោលលើគំនរសម្រាមគ្រាន់បើជាងយកទៅឲ្យស្រំត្រងល់ស៊ីពុទ្ធបរិស័ទទាំងឡាយឮសម្ដីកុមារជាអសុរោះដូច្នោះក៏ទៅប្រាប់មាតាបិតាកុមារនោះមាតាបិតាកុមារមានសេចក្តីភិតភ័យជាខ្លាំងនាំកុមារនោះទៅកាន់សំណាក់ព្រះដ៏មានព្រះភិក្ខឲ្យកុមារជាកូនរបស់ខ្លួនស្មាលាទោសចំពោះព្រះសង្ឃមានព្រះពុទ្ធជាប្រធានព្រះសង្ឃក៏អត់ទោសឲ្យកុមារក៏មានសទ្ធាជ្រះថ្លាជាមួយមាតាបិតារៀបចំចាត់ចែងផាត់ថ្វាយព្រះសង្ឃមានព្រះពុទ្ធជាប្រធានអស់7ថ្ងៃទើបត្រឡប់ទៅកាន់គេហដ្ឋានរបស់ខ្លួនវិញថ្ងៃក្រោយកុមារនោះស្លាប់ទៅបានទៅចាប់កំណើតនៅក្នុងផ្ទៃនៃស្រីផ្កាមាសនាក្រុងសាវត្ថីនោះធម្មតាស្រីផ្កាមាសតែមានកូនប្រុសគេមិនដែលចិញ្ចឹមទេបើមិនអោយទៅអ្នកដទៃគេយកទៅបោះចោលឯកុមារនោះលុះគ្រប់ខែ10សម្រាលមកនាងផ្កាមាសជាមេដាដឹងថាកូនប្រុសក៏អោយស្រីបំរើយកទៅចោលលើគំនរសម្រាមនៅក្នុងព្រៃស្មោសានពួកក្អែកថ្មាតព្រាយបិសាចអរៈរុក្ខទេវតាទាំងឡាយជួយបីបាច់ថែរក្សាមិនអោយមានក្តៅរងាឈឺចាប់អ្វីឡើយបានសុខដូចជានៅក្នុងផ្ទៃនៃមេដាវេលាឃ្លានយកដៃដាក់នៅក្នុងមាត់ជញ្ជក់មានអោយជារស់ដូចជាទឹកដោះនៃមេដាដោយអំណាចផលដែលបានថ្វាយទានគោរពបម្រើព្រះសង្ឃនិងព្រះសម្មាសម្ពុទ្ធអស់7ថ្ងៃនៅក្នុងជាតិមុននៅក្នុងព្រៃស្មោសានតែយ៉ាងនេះអស់រយៈពេល3យប់3ថ្ងៃជួនជាព្រះសម្មាសម្ពុទ្ធប្រមើលមើលឧបនិស្ស័យសត្វក៏បានជ្រាបថាកុមារនោះមានវាសនាគួរតថាគតទៅជួយសង្គ្រោះព្រឹកឡើងព្រះសម្ពុទ្ធទ្រង់ទទួលផត់ហើយស្ដេចជាងទៅព្រៃស្មោសានពួកឧបាសកឧបាសិកានាំគ្នាហែហោមតាមព្រះអង្គទៅដល់ទីដែលកុមារដេកទ្រង់ឈប់នៅក្នុងទីនោះបង្ហាញដល់ពុទ្ធបរិស័ទទាំងឡាយថាកុមារនេះបានធ្វើទានចំពោះព្រះសង្ឃមានតថាគតជាប្រធានកាលពីជាតិមុនឥឡូវមកកើតនៅក្នុងផ្ទៃស្រីផ្កាមាសគេយកមកចោលនៅក្នុងទីនេះ3ថ្ងៃហើយដោយពីវិរិយមើលងាយទានដែលគេបំរុងយកទៅប្រគេនព្រះសង្ឃថាឲ្យគេចាក់ចោលលើគំនរសម្រាមបានជាត្រូវគេយកមកចោលដូច្នេះកុមារនេះត្រូវបានទទួលសម្បត្តិនៅក្នុងលោកនេះនិងលោកខាងមុខទៀតយ៉ាងធំពេលនោះមានកហបតីឧបាសកម្នាក់មានប្រាក់80កោដបានតាមទៅជាមួយដែរឮព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សរសើរដូច្នោះក៏ចូលទៅ3លើកពីគំនរសម្រាមមកប្រកាសចំពោះព្រះភ័ក្ត្រព្រះសម្មាសម្ពុទ្ធថាកុមារនេះជាកូនខ្ញុំព្រះករុណាក៏យកទៅចិញ្ចឹមសង្ខេបតែប៉ុណ្ណេះដល់កហបតីនោះស្លាប់ទៅទ្រព្យទាំងអស់ត្រូវបានធ្លាក់ទៅដល់កុមារនោះមានអាយុ100ឆ្នាំក៏ស្លាប់ទៅបានទៅកើតនៅក្នុងឋានទេវលោកទៀតរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា